ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនអ្នកគ្នាមកដឹងអំពី5ចំណុចដែលបងប្អូនអ្នកគ្នាគួរតែធ្វើមុនពេលបងប្អូនអ្នកគ្នាចាប់ផ្ដើមការសរសេរសៀវភៅសារណានៅលើកម្មវិធី Microsoft Word អូខេមុននឹងចូលទៅកាន់មេរៀនរបស់យើងសូមបងប្អូនអ្នកគ្នាជួយចុច Subscribe ហើយនឹងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងបាទគោរពជំរាបសួរបងប្អូនអ្នកគ្នាដែលរៀបនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឬក៏ថ្នាក់បរិញ្ញាបត្ររងជាដើមបងប្អូនអ្នកគ្នានៅពេលដែលបងប្អូនគិតទៅដល់ការធ្វើសៀវភៅសារណាគឺបងប្អូនអ្នកគ្នាគឺចាប់ផ្ដើមឈឺក្បាលហើយថាគួរតែចាប់ផ្ដើមធ្វើពីណាទៅណាហើយគួរតែចាប់ផ្ដើមធ្វើអីមុនគេដើម្បីឲ្យវាមានភាពងាយស្រួលរហ័សហើយមិនឈឺក្បាលថ្ងៃនេះខ្ញុំនឹងនាំបងប្អូនអ្នកគ្នាមកដឹងអំពី5ចំណុចនេះដែលបងប្អូនត្រូវចាំបាច់ត្រូវតែធ្វើមុនគេមុនដែលបងប្អូនអ្នកគ្នាចាប់ផ្ដើមការវាយអត្ថបទឬក៏ការរៀបរៀងជាសៀវភៅសារណាអូខេអញ្ចឹង5ចំណុចនេះគឺសំខាន់មែនទែនខ្ញុំគិតថាបងប្អូនបើបានមើលហើយគឺបងប្អូនអាចសរសេរសៀវភៅសារណាជាមួយនឹងភាពជឿជាក់ហើយដំណើរការបានយ៉ាងរលូនចំណុចទី1ហ្នឹងគឺបងប្អូនត្រូវគិតអំពី layout ក្នុង layout ហ្នឹងគឺមានការកំណត់ margin ការកំណត់ paper size ហើយនឹងចំណុចមួយចំនួនទៀតដែលបងប្អូនអ្នកគ្នាចាំបាច់ត្រូវតែសិក្សាស្វែងយល់ប៉ុន្តែអ្វីដែលសំខាន់នោះគឺ margin ហើយនឹង paper size អញ្ចឹងការកំណត់ margin ហើយនឹង paper size គឺខ្ញុំទុកឲ្យបងប្អូនអ្នកគ្នាគិតថាវាគឺជាអត្ថប្រយោជន៍វាគឺជាគ្រប់យ៉ាងដែលបងប្អូនអ្នកគ្នាត្រូវចាំបាច់ត្រូវតែធ្វើមុនគេបងអស់មុនពេលដែលបងប្អូនអ្នកគ្នាកំណត់ការធ្វើឬក៏វាយឯកសាររបស់បងប្អូនទាំងអស់គ្នាអូខេខ្ញុំបញ្យល់បន្តិចកន្លែងនេះគឺតាកតងទៅនឹងការកំណត់ paper size ឬក៏ margin ហ្នឹងឯងនៅពេលដែលបងប្អូនកំណត់មុនការវាយឯកសាររបស់បងប្អូនអ្នកគ្នាគឺដំណើរការយ៉ាងរលូននៅពេលដែលបងប្អូនវាយចប់ paper size របស់បងប្អូនអ្នកគ្នាបានន័យថាសិលឹកកិច្ចការរបស់បងប្អូនអ្នកគ្នាគឺត្រូវគ្រប់ជ្រុងជ្រោយដែលបងប្អូនអ្នកគ្នាត្រូវការហើយអក្សររបស់បងប្អូនអ្នកគ្នាក៏អត់រត់ជាឆ្វេងជាឆ្វាយអញអញ៉ៃដែរហើយការកំណត់ margin គឺរឹតតែសំខាន់តាមសាលានីមួយៗគឺតែងតែកំណត់យកក្បួនធ្វើសារណាលើ 1.5 ស្ដាំ 1.5 និងក្រោម 1.5 ហើយចំហៀងគឺ2សង់ទីម៉ែត្រអូខេបងប្អូនប្រហែលជាយល់ហើយកន្លែងនេះបើសិនជាបងប្អូនបានរៀនថ្នាក់បញ្ញាបត្រគឺកាន់តែច្បាស់កន្លែងហ្នឹងអូខេអញ្ចឹងការកំណត់កន្លែងហ្នឹងមុនគឺជាអ្វីដែលបងប្អូនត្រូវធ្វើដោយហេតុថានៅពេលដែលបងប្អូនវាយចប់មកសភៅហើយឬក៏គ្រប់យ៉ាងគឺចប់សពគ្រប់ហើយខុសតែ margin បងប្អូនត្រូវមករាវមកត្រូវរើមកត្រូវរៀបសារថ្មីធ្វើឲ្យបងប្អូនទាំងអស់គ្នាឈឺក្បាលខ្លាំងក្នុងការកែអក្ខរាវិរុទ្ធកែអក្សរកែ margin អញ្ចឹងវាមានរឿងផ្សេងទៀតដែលបងប្អូនទាំងអស់គ្នាឈឺក្បាលឥឡូវនេះយើងមកមើលអំពីការកំណត់នៅលើកម្មវិធី Microsoft Word តែម្ដងផ្ទាល់តែម្ដងអូខេបើសិនជាបងប្អូនអ្នកគ្នាអត់មានຂະຫນាតជាសង់ទីម៉ែត្រមុនដំបូងគឺត្រូវចូលទៅកន្លែង option ចូលយកពាក្យថា file ហើយយកពាក្យថា option បន្ទាប់មកយកពាក្យថា advanced បន្ទាប់មកបងប្អូនទាញ scroll ទៅក្រោមបងប្អូនអ្នកគ្នារកពាក្យថានេះ ink កន្លែងនេះវា load ink អូខេប៉ុន្តែដោយសារតែខ្ញុំកំណត់យកសង់ទីម៉ែត្រហើយគឺវា load ចេះអូខេអញ្ចឹងបងប្អូនបើសិនជាជាប់ ink យកកំណត់សង់ទីម៉ែត្រមកហើយចុច OK មកអូខេចុច OK បែបនេះមកអូខេបន្ទាប់មកបងប្អូនចូលមកកាន់អូខេរកមកពីខាងឆ្វេងមាន file មាន home មាន insert មាន design មាន layout ប៉ុន្តែអ្នកខ្លះគឺ layout នៅខាងនេះអូខេអញ្ចឹងចុចយក layout តែសំខាន់គឺយក layout ហ្នឹងអញ្ចឹងដំបូងគេគឺកំណត់យក paper size យក A4 មកបន្ទាប់មកកំណត់ margin អូខេ margin ចុចយក custom margin យកកន្លែងនេះ2យកកន្លែងនេះ 1.5 ណា top អានេះ top ផ្នែកខាងលើផ្នែកខាងក្រោម bottom 1.5 ផ្នែកខាងស្ដាំ 1.5 ផ្នែកខាងឆ្វេង2សង់ទីម៉ែត្រហាមដាក់ cutter កន្លែងនេះ
ជាដាច់ខាត 1.5 ឬក៏ប្រមាណក៏ដោយគឺអត់ទេហាមដាច់ខាតគឺអត់ឲ្យដាក់ទេហើយ margin កន្លែងនេះគឺត្រូវរក្សាទុកបែបនេះរហូតបងប្អូនបែបនេះរហូតអត់មានថាអូនៅពេលដែលវាយឯកសារទៅស្រាប់តែវាមិនគ្រប់ចំនួនវាមិនមិនកំណត់ត្រូវ print មកវាខុសយើងមកសេរីកន្លែងនេះគឺដាច់ខាតកុំសេរីឲ្យសោះអូខេចំណុចកន្លែងនេះគឺចាំបាច់មែនទែនត្រូវរក្សាភាពដើមវាចំណុចទី2ដែលបងប្អូនអ្នកគ្នាត្រូវចេះឲ្យច្បាស់នឹងគឺការបំបែក section បងប្អូនអ្នកគ្នាចាប់ពីក្បាលទំពើរហូតទៅដល់អារម្មណ៍កថាមាតិកាតារាងបញ្ជីតារាងរូបភាពអីផ្សេងហ្នឹងគឺបងប្អូនអ្នកគ្នាត្រូវចេះបែងចែក section ព្រោះកន្លែងហ្នឹងគឺចាំបាច់ត្រូវមានការដាក់ footer ផ្សេងគ្នាទំពើផ្សេងគ្នាឬក៏ចំណងជើងរបស់ចម្ពុកនីមួយៗផ្សេងគ្នាឥឡូវនេះគឺខ្ញុំចង់ឲ្យបងប្អូនអ្នកគ្នាអ្នកគ្នាមកដឹងអំពីការបំបែក section គឺជាកន្លែងមួយដែលអនុញ្ញាតឲ្យយើងអាចដាក់ទំពើតាមផ្នែកនីមួយបានន័យថាបើសិនជាបងប្អូនអ្នកគ្នាចង់ដាក់ស្លឹកទី1ទំពើ1ស្លឹកទី2ទំពើ2ហើយស្លឹកទី3ស្លឹកទី4អត់មានទំពើរំលងទៅស្លឹកទី5ចាប់ផ្ដើមមានទំពើបានន័យថាឧទាហរណ៍ដល់ចម្ពុកទី1ចុះអញ្ចឹងយើងវាយឧទាហរណ៍ថាcover អត់មានទំពើមេតិកាអត់មានទំពើរហូតទៅដល់ចម្ពុកយើងអាចដាក់ទំពើបានអញ្ចឹងយើងចាប់ផ្ដើមកំណត់ section ចាប់ពីទំពើសំទោសចាប់ពីចម្ពុកទី1ទំពើទី1ឡើងទៅអូខេអញ្ចឹងខ្ញុំបង្រៀនបងប្អូនទាំងអស់គ្នាឲ្យដឹងអំពីរបៀបនៅក្នុងការបំបែក section ជាទូទៅនៅពេលដែលបងប្អូនទាំងអស់គ្នាវាយឬក៏រៀបរៀងអត្ថបទមួយខ្ញុំកំណត់បែបនេះខ្ញុំ copy ពី file ចាស់សិនហើយខ្ញុំយកទៅដាក់កន្លែង file ថ្មីអូខេកន្លែងដែលខ្ញុំដាក់នេះគឺខ្ញុំបានកំណត់ទំហំក៏ដូចជា margin អីរួចអស់ហើយអញ្ចឹងខ្ញុំគ្រាន់តែ copy បែបនេះមកអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំអត់ចាំបាច់ត្រូវដាក់ទំពើទេខ្ញុំអត់ចាំបាច់ដាក់ទំពើទេប៉ុន្តែរហូតទៅដល់ចម្ពុកថ្មីរហូតទៅដល់កន្លែងវាយអត្ថបទថ្មីឥឡូវចាប់ពីកន្លែងនេះដល់កន្លែងនេះខ្ញុំអត់ដាក់ទំពើទេអូខេខ្ញុំអត់ដាក់ទំពើទេអញ្ចឹងខ្ញុំ copy អានេះមកខ្ញុំឧទាហរណ៍ឲ្យបងប្អូនអ្នកគ្នាមើលអញ្ចឹងកន្លែងនេះយើងចុះទៅទំពើថ្មីយើងផាសវាមកអូខេមកស្ដាំលើវាយកពាក្យថា keep shot នេះអូខេយើងធ្វើការ copy ដាក់មកនេះជាការឧទាហរណ៍ទេបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអធិស្ឋានដោយសារតែពេលខ្លះអត់មានពេលវាយទេអញ្ចឹងការបរៀនគឺទាមទារឲ្យរៀងលឿនបន្តិចហើយអូខេអញ្ចឹងកន្លែងនេះខ្ញុំដោះចេញអានេះឲ្យវារត់បន្តិចសិនទៅដោយសារតែខ្ញុំអត់បានរៀបរៀងទេហើយខ្ញុំចង់ចាំបាច់នេះគឺខ្ញុំចង់បង្ហាញពីការបំបែក section អូខេអញ្ចឹងកន្លែងតនេះខ្ញុំឧទាហរណ៍ថាអូខេខ្ញុំលុបអានេះចុះសេចក្តីថ្លែងអំណរគុណចុះឧទាហរណ៍ថាខ្ញុំលុបសេចក្តីថ្លែងអំណរគុណចេញអូខេខ្ញុំយកត្រឹមនេះកុំឲ្យវារត់ញ៉ៃញ៉ៃអញ្ចឹងខ្ញុំកំណត់កន្លែងនេះចូលទៅចម្ពុកថ្មីចូលទៅ page ថ្មីមួយដែលត្រូវកំណត់ទំពើអញ្ចឹងខ្ញុំត្រូវចុចកន្លែងនេះចុចនៅលើទំពើលើនឹងឯងចុចនៅលើទំពើលើនឹងឯងបើសិនជាបងអូនចង់ឲ្យទំពើក្រោមជា section ថ្មីយល់ទំពើលើ section ទី1ឲ្យទំពើក្រោមវាជា section ទី2អញ្ចឹងយើងត្រូវធ្វើតាមលំដាប់លំដោយយើងឈរកន្លែងនេះបន្ទាប់មកយើងចូលទៅកាន់ពាក្យ layout ហើយយើងយកពាក្យថា break យើងយកពាក្យថា break អញ្ចឹងកាលណាយើងយកពាក្យថា break នេះយើងនឹងឃើញអូខេកន្លែងនេះចុចយកពាក្យ break យើងនឹងឃើញខាងក្រោមនេះគេដាក់ថា next page បានន័យថា
enter a section break and start new section on next page បានន័យថាបង្កើត section ថ្មីមួយបំបែក section ថ្មីមួយហើយចាប់ផ្ដើម section ថ្មីនៅលើទំព័រថ្មីអូខេបានន័យថាទំព័រថ្មីទំព័រចាស់គេរាប់អត់គេអត់រាប់ចូលទេឧទាហរណ៍ថារត់ពីលេខ1រហូតដល់លេខ10អញ្ចឹងកាលណាបំបែក section ថ្មីវានឹងចាប់ពីលេខ1ដល់លេខ10សារថ្មីអូខេអញ្ចឹងកន្លែងនេះត្រូវយល់ទាំងអស់គ្នាអូខេអញ្ចឹងនៅពេលដែលខ្ញុំចុច break ហើយ next page បន្ទាប់មកខ្ញុំនឹងបាន section ថ្មីអញ្ចឹង section ថ្មីនេះបងប្អូនត្រូវមើលថានៅពេលដែលចាប់អារម្មណ៍ខ្លួនឯងតែអញ្ចឹងឥឡូវហ្នឹងយើងបានធ្វើការយើងបានធ្វើការ copy ដាក់មកវាមាន section 1 section 2អានេះដោយសារតែខ្ញុំ copy មកវាជាប់ section ចាស់បងប្អូនអ្នកគ្នាវាជាប់ section ចាស់អញ្ចឹងវាមានជាប់ section 2អញ្ចឹងនៅពេលដែលខ្ញុំចង់បំបែកទៅ section ថ្មីគឺវាឡើង3បងប្អូនអ្នកគ្នាវាឡើង3អញ្ចឹងការកំណត់កន្លែងនេះគឺយើងត្រូវចូលមកកាន់ link previous អញ្ចឹងកាលណាបងប្អូនអ្នកគ្នាចុចទៅវានឹងឃើញហើយផ្នែកខាងលើនេះ link previous អញ្ចឹងខ្ញុំបិទឲ្យបងប្អូនមើលបងប្អូនអ្នកគ្នាមើល link previous អញ្ចឹងកន្លែងនេះចាំបាច់បងប្អូននៅពេលដែលបង្កើតគឺចាំបាច់នៅក្នុងការបិទ link previous នេះ link to previous នេះគឺចាំបាច់បិទវាចេញកន្លែងនេះមិនបាច់ខ្វល់ក៏បានដែរ different first page អីហ្នឹងគឺអត់ចាំបាច់ទេបិទតែកន្លែង link prefer នេះlink to previous នេះគឺបានហើយមិន prefer ទេ previous អូខេ link to previous អញ្ចឹងបានន័យថាម៉េចកន្លែងនេះបានន័យថាកុំឲ្យវា link កុំឲ្យវាក្បាលទំព័រហ្នឹងវាដូចជាមួយនឹងផ្នែកក្បាលទំព័រឥឡូវនេះអូខេកុំឲ្យវាដូចអញ្ចឹងខ្ញុំឧទាហរណ៍ថាកន្លែង section 1នេះខ្ញុំដាក់ថាវិទ្យាស្ថានអូខេឧទាហរណ៍ថាខ្ញុំដាក់វិទ្យាស្ថានឧទាហរណ៍ថាខ្ញុំដាក់វិទ្យាស្ថានអញ្ចឹងបងប្អូនអ្នកគ្នាវាយវិទ្យាស្ថានកន្លែងនេះរើស font កន្លែងនេះមកអូខេខ្ញុំយកបាត់ដបងវិញបងប្អូនបាត់ដបងវាល្អត្រង់ថាអញ្ចឹងបាត់ដបងគឺពេលខ្លះវាជួបជាមួយនឹង font អង់គ្លេសគឺវាអត់ error ទេអូខេវាជួបនឹង computer ណាដែលមាន font អង់គ្លេសគឺវាអត់ error ទេនេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបអញ្ចឹងបងប្អូនអ្នកគ្នាផ្សេងខ្ញុំមិនដឹងទេប៉ុន្តែភាគច្រើនបាត់ដបងគឺអត់ error ទេអូខេអញ្ចឹងខ្ញុំដាក់កន្លែងនេះវិទ្យាស្ថានបន្ទាប់មកនៅពេលដែលខ្ញុំដាក់ section ទី2នេះsection ទី3នេះខ្ញុំដោះអា link previous នេះចេញអញ្ចឹងពីលើរហូតដល់ក្រោមនេះគឺអត់ដូចគ្នាទេគឺអត់ដូចគ្នាទេបងប្អូនអ្នកគ្នាគឺអត់ដូចគ្នាទេអញ្ចឹងដល់ពេលដែលខ្ញុំវាយថា institute អូខេឧទាហរណ៍តែខ្ញុំវាយជាភាសាអង់គ្លេសកន្លែងនេះ institute អូខេ institute អញ្ចឹងឧទាហរណ៍ថាខ្ញុំវាយកន្លែងនេះប៉ុណ្ណេះអញ្ចឹងវាអត់ជាប់គ្នាទេគឺវាផ្សេងគ្នាប៉ុន្តែទាមទារឲ្យបងប្អូនអ្នកគ្នាចេះបំបែកមុនឥឡូវយើងចូលទៅយើងចូលទៅកន្លែងនេះខ្ញុំចាស់ហើយខ្ញុំ copy សេចក្តីថ្លែងអំណរគុណហើយនឹងនេះមួយចំនួនឲ្យបងប្អូនអ្នកគ្នាមើលឥឡូវឧទាហរណ៍ថាខ្ញុំ copy កន្លែងសង្ខេបសារណាចេះសេចក្តីថ្លែងអំណរគុណនិងសង្ខេបសារណាខ្ញុំ copy ប៉ុណ្ណឹងហើយខ្ញុំយកទៅផាសកន្លែងដែលយើងវាយមិញអូខេខ្ញុំផាសមកអូខេ sorry អ្នកនរគ្នារកវិធីគប់មិនឲ្យវានេះសិនអានេះវារៀង error បន្តិចវាអត់ស្គាល់ font ខ្ញុំមើល margin វាមួយសិនក្រោយរត់អូខេ
កន្លែងនេះគឺខ្ញុំចូលចិត្តដាក់ Thai distribution ដោយសារតែវាទាញកន្លែងនេះបានល្អវាទាញកន្លែងនេះបានល្អហើយវាអត់រត់ជាឆ្វេងជាឆ្វាយចឹងទេបងប្អូនវាអត់ងាយទេភាគច្រើនគឺវាទាញបានស្មើខាងឆ្វេងខាងស្ដាំហើយវាគ្រប់ margin ទៀតអានេះចង់ឲ្យវាឡើងទៅលើគ្រាន់តែចុចនេះ shift space កដាលវាឡើងទៅលើហើយបងប្អូនអូខេឃើញទេចំណេះដឹង chip filter អានេះវា clear ពេកអូខេបងប្អូនអ្នកគ្នាខ្ញុំដាក់ប៉ុណ្ណឹងតបមកកន្លែង footer នេះគឺខ្ញុំដាក់មួយអូខេខ្ញុំដាក់ទំពឿមួយអញ្ចឹងខ្ញុំចូលមក layout sorry ខ្ញុំចូល insert ខ្ញុំចូលពាក្យថា footer អញ្ចឹងខ្ញុំដាក់កន្លែងនេះខ្ញុំដាក់នេះ page កណ្ដាលនេះមួយមកអូខេ sorry អ្នកទាំងអស់គ្នាចុចខុសបន្តិចដោយសារតែនៅពេលដែលបងប្អូនទាំងអស់គ្នាចំណាំគឺត្រូវចំណាំឲ្យបានកន្លែងនេះអូខេ section 2 section 3បន្ទាប់ពីអ្នកទាំងអស់គ្នាចុច section 3បងប្អូនទាំងអស់គ្នាត្រូវផ្ដាច់កន្លែងនេះឲ្យបានមុនធ្វើការបញ្ចូល page ឬក៏មុនធ្វើការដាក់ footer អូខេឧទាហរណ៍ខ្ញុំដាក់ជំនាញវិស្វកម្មឧទាហរណ៍ណាវិស្វកម្មនេះជាការឧទាហរណ៍ឯងបងប្អូនកុំឲ្យយល់ឲ្យបងប្អូនទាំងគ្នាយល់នៅពេលដែលខ្ញុំចុច link ខ្ញុំចុចនៅពេលដែលខ្ញុំចុចបែបនេះគឺវាអត់ load ទៅជឿបអ៊ីលើទេឃើញទេអូខេហើយមួយទៀតនៅពេលដែលខ្ញុំដាក់ footer ខ្ញុំ insert មកហើយខ្ញុំដាក់ footer អូខេខ្ញុំដាក់បែបនេះអញ្ចឹងវានឹងមិនរត់ទៅដល់លើទេអូខេវានឹងចាប់ផ្ដើមពីកន្លែងនេះហើយនៅពេលដាក់បែបនេះបងប្អូនអ្នកគ្នាត្រូវកលេចមកកាន់ footer នេះកន្លែង number page number អញ្ចឹងចូល format page កំណត់មកឥឡូវឧទាហរណ៍យកលេខរ៉ូម៉ាំងហើយយើងចាប់ផ្ដើមពីលេខ1រ៉ូម៉ាំងឃើញទេបងប្អូនអញ្ចឹងកន្លែងនេះត្រូវដាក់ពណ៌ខ្មៅវិញ select លើវាដាក់ពណ៌ខ្មៅវិញឧទាហរណ៍ណាឥឡូវបងប្អូនអ្នកគ្នាមើលតើនៅពេលដែលដាក់បែបនេះរួចអូខេទំពឿដំបូងមានអត់ចុះទំពឿទី2មានអត់ទំពឿទី2គឺចាប់ផ្ដើមពីលេខ1ហើយទំពឿទីនេះបន្ទាប់គឺចាប់ផ្ដើមលេខ2ហើយនៅពេលដែលបងប្អូនចុចលើនេះគឺគេហៅថា section 3អញ្ចឹងនៅពេលដែលបងប្អូនអ្នកគ្នាមើលតើមើលធ្វើម៉េចបានដឹងថាវាជឿប 1.5 ចុចអត់ឲ្យចុចនៅលើនេះអត់ឲ្យចុចនៅលើ footer ដើម្បីមើលទេគឺចុចនៅលើស្លឹកកិច្ចការធម្មតាហើយយក credit កន្លែងនេះមកដាក់កន្លែងនេះអញ្ចឹងបើសិនជាវាអត់គ្រប់ 1.5 ទេកន្លែងដែលបងប្អូនអ្នកគ្នាត្រូវសេរីគឺ design អញ្ចឹងកាលណាបងប្អូនអ្នកគ្នាមើលកន្លែង design បងប្អូននឹងអាចសេរីបានហើយប៉ុន្តែនៅពេលដែលចុចបែបនេះយើងអាចមើលបានថាវាគ្រប់ 1.5 ឬក៏មិនគ្រប់យើងត្រូវចុចសេរីគឺយើងចុចនៅលើ page ឲ្យចេញ section បែបនេះបន្ទាប់មកនៅលើ design វាប្រកាសជាឃើញឥឡូវមើលអូខេកុំមើល design កន្លែងនេះមើលអា design កន្លែងនេះនៅពេលដែលចុចបានឃើញវា load កន្លែង design នេះ design នៅចុងនេះអញ្ចឹងណាអញ្ចឹងនៅពេលដែលចុចបែបនេះបងប្អូនអ្នកគ្នានឹងអាចសេរី footer បានហើយអូខេសេរី footer អញ្ចឹងខ្ញុំសេរីឲ្យវានៅនេះ0 សង់ទីម៉ែត្របន្ទាប់មកខ្ញុំចេញសិនហើយខ្ញុំមើលលើនេះអូខេអញ្ចឹង0 សង់ទីម៉ែត្រវាអត់គ្រប់1កន្លះទេយើងតឡើងវាទៅវិញយក6អញ្ចឹងខ្ញុំដាក់ម៉ៅលើនេះអូខេដោយសារអីដែលខ្ញុំហ៊ានសន្និដ្ឋានថាវាស្មើ 1.5 ដោយសារតែយើងរក្សា margin កន្លែងនេះកាលណា margin កន្លែងនេះ 1.5 នៅពេលដែលយើងដាក់ cursor លើនេះអូខេនៅពេលដែលវាចេញ line បែបនេះគឺឃើញច្បាស់ 100% ថាវាស្មើ
margin ដែល print ចេញមកខាងក្រៅគឺចាំបាច់ត្រូវចេះមើលកន្លែងនេះបើអត់មានកុំព្យូទ័រអត់មានម៉ាស៊ីន print ទេសំទោសអត់មានម៉ាស៊ីន print ទេត្រូវឲ្យច្បាស់កន្លែងនេះឲ្យច្បាស់ដូចថ្ងៃហ្មងអូខេចំណុចទី3នេះគឺខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាអំពីការជ្រើសរើស tool មកប្រើដើម្បីធ្វើការតម្រឹមអក្សរពិតណាស់ការតម្រឹមអក្សរគឺវាមានភាពចាំបាច់ខ្លាំងមែនទែននៅក្នុងការបង្កើតសៀវភៅឬក៏ការសរសេរសារណានៅពេលដែលបងប្អូនទាំងអស់គ្នាជ្រើសរើសការតម្រឹមអក្សរខុស tool វានឹងធ្វើឲ្យអក្សរបងប្អូនទាំងអស់គ្នាដាច់ចេញពីគ្នាដប់រហូតដល់ធ្វើឲ្យអត្ថន័យអក្សរឬក៏អត្ថបទទាំងមូលអត់មានសោភ័ណភាពអញ្ចឹងថ្ងៃនេះគឺសូមបងប្អូនទាំងអស់គ្នាមើលអំពីការជ្រើសរើស tool របស់ខ្ញុំនឹងប្រាប់នៅលើកុំព្យូទ័រនៅពេលបន្តិចទៀតនេះឥឡូវនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ដឹងអំពីការប្រើប្រាស់ tool Thai Distribute តែមុននឹងចូលទៅការប្រើប្រាស់ tool នេះគឺបងប្អូនត្រូវចាំអំពីរបៀបនៅក្នុងការ add tool នៅលើកម្មវិធី Microsoft Word អញ្ចឹងដើម្បី add tool នេះយកមកប្រើបានបងប្អូនទាំងអស់គ្នាត្រូវចុចពាក្យថា file អូខេបងប្អូនទាំងអស់គ្នាត្រូវចុចពាក្យថា file ហើយយកពាក្យថា option បន្ទាប់មកបងប្អូនទាំងអស់គ្នាឬក៏បងប្អូនទាំងអស់គ្នាយកពាក្យថា custom ribbon អូខេ customize ribbon អញ្ចឹងបន្ទាប់មកត្រូវរើសពាក្យថាអូខេត្រូវរើសពាក្យថា custom រើសពាក្យកន្លែង choose command from នេះយកពាក្យថា all command អញ្ចឹងទាញមកក្រោមរោពាក្យត្រង់អក្សរ T ហើយរោពាក្យត្រង់ថា Thai Distribute អូខេអញ្ចឹងនេះ Thai Distribute ចុចលើ Thai Distribute នេះរួចហើយគ្រាន់តែធ្វើការ add មកចុច add នេះមកហើយចុច OK នេះមកគឺវានឹងឃើញនៅលើនេះរបាខាងលើនេះរបាខាងលើនេះបើសិនជាបងប្អូនអ្នកគ្នាមើលឃើញចាំមើលខ្ញុំប្រិចឲ្យអូខេនេះអញ្ចឹងគឺកន្លែងនេះវានៅលើនៅចិត្ត insert home ណាអូខេអញ្ចឹងបន្ទាប់ពីបងប្អូនអ្នកគ្នាចុចបានហើយគឺត្រូវចុច select លើអត្ថបទរបស់បងប្អូនអ្នកគ្នាហើយធ្វើការចុចលើ Thai Distribute នេះវានឹងធ្វើការតម្រឹមអូតូបញ្ជាក់បន្តិចនៅក្នុងការតម្រឹមដោយប្រើ Justify និង Thai Distribute គឺខុសគ្នាឆ្ងាយណាស់អំពីសោភ័ណភាពទី1នៅពេលដែលបងប្អូនអ្នកគ្នាចុចយកតម្រឹម Justify នេះអក្សររបស់បងប្អូនអ្នកគ្នានឹងឃ្លាតដាច់អត្ថន័យដែលវាមើលទៅគ្មានសោភ័ណភាពទី2ប្រើ Justify ភាគច្រើនគឺតម្រឹមអត់ស្មើទេឆ្វេងស្ដាំគឺតម្រឹមអត់ស្មើទេច្រើនតែផុត margin ទូចបំផុតប៉ុន្តែគ្រាន់តែថាសាលាខ្លះគេមិនលើកលែងវាពិបាកនៅក្នុងការយកមក print ម្ដងហើយម្ដងទៀតអូខេប៉ុន្តែបើប្រៀបធៀបជាមួយនឹងការធ្វើឬក៏ការតម្រឹមជាមួយនឹង Thai Distribute នេះគឺអក្សររបស់យើងគឺឃ្លាតក្នុងទំហំសមល្មមហើយ margin របស់យើង print មកឆ្វេងស្ដាំគឺត្រូវជាមួយនឹងការកំណត់ຂະຫນາດនៅក្នុង layout របស់យើងចំណុចទី4នៅពេលដែលបងប្អូនអ្នកគ្នាវាយសៀវភៅគ្រប់ជ្រុងជ្រោយឬក៏រួចរាល់ទៅហើយអ្វីដែលបងប្អូនអ្នកគ្នាត្រូវគិតឲ្យបានមុនគេនឹងគឺនៅពេលដែលបងប្អូនរៀបនឹង print តើវាចេញមកត្រូវជាមួយនឹងការកំណត់របស់សាលាឬក៏អត់អូខេអញ្ចឹងការកំណត់របស់សាលាគឺឆ្វេង2សង់ទីម៉ែត្រស្ដាំលើក្រោម1សង់ទីម៉ែត្រកន្លះតើបងប្អូនអ្នកគ្នានៅពេលដែល print ចេញមកតើវាត្រូវជាមួយនឹងការកំណត់របស់បងប្អូនអ្នកគ្នាឬក៏អត់អញ្ចឹងអ្វីដែលបងប្អូនត្រូវគិតនឹងគឺនៅពេលដែលបងប្អូន click ទៅលើ header footer គឺបងប្អូនអ្នកគ្នាត្រូវមើលទៅលើកន្លែង design អញ្ចឹងកន្លែង design ហ្នឹងគឺជាការកំណត់គឺជាកន្លែងដែលអាចកំណត់គម្លាតរបស់ margin ហើយនឹងអក្សររបស់បងប្អូនទាំងអស់គ្នា
អូខេបងប្អូនអរគ្នាកុំឲ្យខាតពេលយូរឥឡូវយើងចូលមកកាន់សិភៅសារណារបស់យើងទាំងអស់គ្នាហើយយើងមើលអំពីការសេរី margin មុននឹងធ្វើការ print អូខេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចាំឲ្យច្បាស់ដដែលហើយដដែលទៀតត្រូវរក្សា margin កន្លែងនេះឲ្យនៅ 1.5 ក្រោម 1.5 ស្ដាំ 1.5 ហើយនឹងឆ្វេង 2 សង់ទីម៉ែត្រដូចគ្នាអញ្ចឹងត្រូវរក្សាទុកបែបនេះរហូតការខុស margin ឬក៏មិនត្រូវនៅពេលដែល print ចេញមកគឺទី1គឺបងប្អូនអរគ្នាត្រូវមើលនេះដាក់ cursor មកតើអក្សររបស់យើងវាស្មើឬក៏អត់អូខេអញ្ចឹងខ្ញុំឧទាហរណ៍បន្តិចទាក់ទងនឹងផ្នែកខាងក្រោមមួយចំនួនដែលយើងត្រូវមើលឲ្យច្បាស់ថាតើគម្លាតនឹងវាខុសគ្នាមិននៅពេលណាវាខុសគ្នាពេលណាវាត្រូវអញ្ចឹងណាអូខេអញ្ចឹងខ្ញុំឲ្យមើលបងប្អូនអ្នកគ្នាមើលថាអញ្ចឹងនេះនៅពេលដែលដាក់មកលើវាចេះរត់ខ្វោកមកវានឹងដាក់ឡាញមកគឺត្រឹម 1.5 ហ្នឹងឯងអានេះបានន័យថា 1.5 ណាបងប្អូនត្រឹម 1.5 ហើយអញ្ចឹងបើសិនជាករណីដែលវាខុសភាគច្រើនបងប្អូនត្រូវមកសេរីកន្លែង design អញ្ចឹងកន្លែង design គឺមាន2កន្លែងនេះគឺ design គឺមានសោះដើមវាតាំងពីដើមមកវានៅក្នុងកម្មវិធីតែម្ដងប៉ុន្តែ design មួយទៀតតន់តែ click នៅលើ footer header បានវាចេញ design នេះអញ្ចឹងកន្លែង design នេះវាកំណត់ទំហំនៃ footer របស់យើងទំហំ footer របស់យើងគឺកន្លែងនេះនៅពេលដែលយើងដាក់បែបនេះវាឲ្យយើងកំណត់នេះខាងលើនេះបងប្អូនអញ្ចឹងកំណត់ខាងលើនេះបងប្អូនត្រូវមើលឲ្យច្បាស់កន្លែងនេះគេដាក់ header from top footer from bottom អញ្ចឹងកន្លែងនេះយើងកាលណាយើងសេរីវាធំតូចគឺអាស្រ័យទៅលើទំហំអក្សររបស់យើងហេតុអីបានខ្ញុំនិយាយអញ្ចឹងព្រោះពេលខ្លះនៅពេលដែលអត្ថបទរបស់យើងធំអត្ថបទរបស់យើង font ខុសគ្នាកន្លែងនេះគឺត្រូវសេរីខុសគ្នាអញ្ចឹងសេរីធ្វើម៉េចឲ្យវាត្រូវជាមួយនឹង line របស់យើងនេះកាលណាយើងដាក់ line មកបន្ទាត់វាត្រឹមស្មើនឹងហើយបានន័យថាវាគ្រប់តម្រូវការរបស់យើងហើយគ្រប់ទៅតាមគោលការណ៍របស់យើងហើយអញ្ចឹងកន្លែងនេះគឺត្រូវច្បាស់កន្លែងនេះអញ្ចឹងបើសិនជាសេរីដូចប្រាប់អញ្ចឹងកុំសេរីកន្លែងណាផ្សេងឲ្យសោះទោះជា footer ក៏ដោយ header ក៏ដោយដែរនៅពេលដែលយើងសេរីគឺយើងត្រូវសេរីកន្លែងនេះណាដាក់ margin កន្លែងនេះត្រូវហើយសេរីកន្លែងនេះអូខេអញ្ចឹងយើងគ្រាន់តែដាក់មកលើវាយើងនឹងឃើញបន្ទាត់នឹងរត់ត្រឹមអក្សរដែលយើងកំណត់ហ្នឹងឯងអញ្ចឹងបានន័យថា margin ហ្នឹងក៏វាត្រូវតាមនឹងដែរអូខេអញ្ចឹងចំណុចទី5ហ្នឹងគឺខ្ញុំសូមភ្ជាប់នៅក្នុងនេះតែម្ដងកុំឲ្យវែងឆ្ងាយគឺរបៀបនៅក្នុងការកែអក្ខរាវិរុទ្ធឬក៏អក្សរមួយចំនួនដែលវាខុសជាមួយនឹងdictionary ឬក៏ផ្លូវការមួយចំនួនដែលយើងពិបាកនៅក្នុងការយកទៅប្រើជាផ្លូវការអូខេចឹងខ្ញុំរកមើលពាក្យមួយចំនួនសិនបងប្អូនដោយសារតែម្សិលមិញនេះខ្ញុំបានបរៀនបងប្អូនទាំងអស់គ្នាមក clip ហើយមិនមែនបរៀននេះទេគឺអត់បានចេញវីដេអូទេគ្រាន់តែថាវាអត់សូវច្បាស់បានន័យថាខ្ញុំថតវីដេអូរួចហើយតែវាអត់សូវច្បាស់ចឹងណាចឹងខ្ញុំបកមកថតម្ដងទៀតអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងវាមានកន្លែងច្រើនដែលយើងត្រូវកែឧទាហរណ៍ថាអញ្ចឹងនេះខ្ញុំរកពាក្យថាសពភឿនមួយចុះដូចជាវែងពេកសពភឿនកាពិតវែងក៏ធ្វើបានដែរបងប្អូនតែគាត់ថាយើងកុំឲ្យវាវែងពេកអញ្ចឹងណាយើងឧទាហរណ៍បែបខ្លីៗឥឡូវខ្ញុំឧទាហរណ៍ត្រង់ពាក្យថាអូខេខ្ញុំឧទាហរណ៍ថាពាក្យឲ្យចុះអញ្ចឹងឧទាហរណ៍ថាបើវាមានអស្រអោញយោអញ្ចឹងណាអញ្ចឹងយើងឲ្យវា find អស្រអោញយោអញ្ចឹងមកហើយឲ្យវា replace ជាមួយនឹងឲ្យនេះអញ្ចឹងអក្ខរាវិរុទ្ធគឺសំខាន់ខ្លាំងមែនទែនអញ្ចឹងយើងចុចកន្លែង replace all នេះមកវានឹងធ្វើការ replace
ឬក៏ផ្លាស់ប្ដូរពាក្យដែលយើងវាយខុសនឹងទាំងអំបាលមកហ្នឹងគឺឲ្យវាផ្លាស់ប្ដូរតែម្ដងអូខេចុច replace all ចេះមកនេះវាមានចំណុចខុសដល់ទៅ4វាធ្វើការដូរឲ្យយើងហើយអញ្ចឹងណាអូខេអញ្ចឹងនេះគឺភាពងាយស្រួលនៅក្នុងការដូរឬក៏ផ្លាស់ប្ដូរអក្ខរាវិរុទ្ធនៅក្នុងអត្ថបទឬក៏សៀវភៅយើងទាំងមូល